5. ស្វែងយល់លម្អិតអំពី layer Layer Blending Mode គឺជា mode ផ្សេងៗសម្រាប់ធ្វើឲ្យ layer មើលឃើញឆ្លុះត្រួតលើគ្នា Layer Locking Option សម្រាប់ចាក់សោដែលមានប៊ូតុង 4 គឺ Lock Transparent Pixel សម្រាប់ចាក់សោផ្ទៃមើលឃើញឆ្លុះ Lock Image Pixel គឺសម្រាប់ចាក់សោមិនឲ្យកែរូបភាពបាន Lock Position គឺសម្រាប់ចាក់សោមិនឲ្យប្ដូរទីតាំងបាន Lock All គឺសម្រាប់ចាក់សោរូបទាំងអស់ Opacity គឺសម្រាប់ធ្វើឲ្យរូបភាពឃើញស្ដើងព្រាលឬក៏ដិតក្រាស់ Fill គឺសម្រាប់ធ្វើឲ្យផ្ទៃរបស់រូបភាពទាំងអស់មើលឃើញស្ដើងព្រាលឬក៏ដិតក្រាស់ Layer Visibility គឺសម្រាប់លាក់ឬក៏បង្ហាញ layer ដោយចុចនៅលើរូបភ្នែក Link Layer គឺសម្រាប់ភ្ជាប់ layer ឲ្យជាប់គ្នា Add a layer style គឺសម្រាប់ដាក់ style នៅលើ layer ដូចជាស្រមោលជាដើមឡាក់ Add layer mask សម្រាប់ដាក់ mask លើ layer Create fill or adjustment layer សម្រាប់បង្កើតផ្ទៃឬក៏ស្រទាប់មួយទៀតដើម្បីដាក់ effect Create a new group គឺសម្រាប់បង្កើតក្រុមថ្មី Create a new layer គឺសម្រាប់បង្កើត layer ថ្មី Delete layer គឺសម្រាប់លុប layer ចោលបើយើងចង់បដូរឈ្មោះ layer ណាមួយគឺយើងត្រូវ double click លើ layer នោះវាបដូរឈ្មោះរួចចុច enter បើយើងចង់ select layer 2 ឬ 3 គឺយើងត្រូវចុចលើ layer មួយសិនហើយចុច control ឲ្យជាប់រួចចុចនៅលើ layer មួយទៀតតែបើយើងចង់ select layer ទាំងអស់គឺយើងត្រូវ tick នៅលើ layer លើគេបង្អស់ចុច shift ឲ្យជាប់រួចចុចនៅលើ layer ក្រោមគេបង្អស់ឬធ្វើតាមវិធីមួយយ៉ាងទៀតដោយចុចនៅលើ menu select all layer ឬចុច control alt a នៅលើ keyboard ក៏បានបើយើងចង់បដូរពណ៌របស់ layer ដើម្បីងាយស្រួលមើលនោះគឺយើងត្រូវចុចមកខាងស្ដាំលើ layer នោះរួចរើសពណ៌ដែលអ្នកពេញចិត្តនៅខាងក្រោមបើយើងចង់ load select នៅលើ layer គឺយើងចុច control ឲ្យជាប់រួច tick នៅលើ thumbnail របស់ layer នោះបើយើងចង់ទាញ layer មួយទៅដាក់នៅលើ layer មួយទៀតគឺយើងគ្រាន់តែចុចមកខាងឆ្វេងលើ layer នោះឲ្យជាប់រួចចាប់ទាញវាទៅដាក់ខាងលើឬក៏ដាក់ខាងក្រោមជាការស្រេចឬក៏ចុច control បើកគ្នាបឬ control បិទគ្នាប